បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនថាបង្វិល7បាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាខ្លួនឯងបានបង្វិល7នោះទំនាយទីនៅក្នុងសុបិនដូចនេះថាប្រសិនបើជាពុកម៉ែបងប្អូនកំពុងតែប្រកបមុខរបរការងារនោះនឹងទទួលបានដំណឹងល្អគឺត្រូវបានឡើងយុស័ក្តិឋានៈទូនាទីគេឈ្មោះដ៏ល្អផងដែរចំណែកសម្រាប់អ្នកកំពុងតែប្រកបមុខរបរអាជីវកម្មនឹងបានរីកចម្រើនទៅមុខផងដែរបាទសម្រាប់លេខសំណាងអ្នកដល់អ្នកសុបិនគឺលេខ48លេខ49លេខ249លេខ418និងលេខ419បាទតើតើនឹងពុកម៉ែបងប្អូនសុបិនឃើញបង្វិល7នេះគឺមានអត្ថន័យដោយការបកស្រាយខាងលើបាទជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសំណាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ